តោះរៀនលក់បន្តទៀតអញ្ចឹងការលក់ច្បាស់ជាមានលក់ទៅដាច់លក់ទៅមិនដាច់លក់មិនសូវដាច់អីផ្សេងៗអញ្ចឹងណាហើយលក់ចុះឡើងវាខ្លះក៏ដាច់ដែរបាទដាច់ស្បៀងអីចឹងទៅអានឹងជារឿងធម្មជាតិទេលក់បានក៏បានលុយទៅលក់មិនបានក៏ដាច់បាយអញ្ចឹងណាប៉ុន្តែក្នុងនាមជាអ្នកលក់យើងមិនត្រូវឈប់ទេដោយសារអីបើឈប់ក៏យើងទៅនៅតែត្រូវរកលុយដែរនឹងអាចទៅលក់ដដែលឬទៅធ្វើអីផ្សេងទៀតអញ្ចឹងណាចឹងខ្ញុំទទួលបានសំណួរមួយលក់ព្រមសូវដាច់គួរធ្វើម៉េចអញ្ចឹងនៅពេលដែលគាត់សួរថាលក់ព្រមសូវដាច់មានន័យថាលក់ដាច់ខ្លះដែរតែវាមិនដូចមុនអញ្ចឹងណាតែយើងគួរធ្វើម៉េចមានវិធីច្រើនណាស់ក្នុងការកែកុននៅពេលដែលយើងដឹងថាយើងលក់មិនសូវដាច់រឿងដែលសំខាន់យើងទទួលស្គាល់ថាយើងលក់មិនសូវដាច់ហើយនៅពេលដែលយើងទទួលស្គាល់បងប្អូនជាអ្នកលក់ឬក៏អ្នកកំពុងរៀនលក់ឬក៏អ្នកលក់អាជីពក៏ដោយធ្វើឲ្យយើងដឹងស្វ័យប្រវត្តិថាខ្វះអីហើយអញ្ចឹងណានៅពេលដែលយើងទទួលស្គាល់ថាលក់មិនដាច់យើងច្បាស់ជាដឹងថាដោយសារអីអញ្ចឹងដោយសារអីខ្ញុំលើកទឹកចិត្តថាត្រួតពិនិត្យសិនមុននឹងសម្រេចចិត្តថាកែកុនត្រង់ណាមួយធ្វើការត្រួតពិនិត្យសិនជិះវៀងយើងកែទៅវាមានបញ្ហាកាន់តែធ្ងន់អញ្ចឹងយើងធ្វើការដូចពេទ្យអញ្ចឹងណាពេទ្យគាត់សិក្សាអំពីអាការៈយើងឲ្យច្បាស់សិនបានគាត់ហ៊ានសម្រេចចិត្តថាយើងឈឺអីគូប្រើថ្នាំអីរយៈពេលប៉ុន្មានគូធ្វើអីអញ្ចឹងណាដូចគ្នាការលក់ការធ្វើអាជីវកម្មអីវាអត់ខុសគ្នាទេនៅពេលដែលវាអត់ដំណើរការល្អមិនត្រូវផ្លាស់ប្ដូរភ្លាមៗទេត្រូវសិក្សាយើងអាច step back យើងអាចថយមួយជំហានហើយសិក្សាថាដោយសារហេតុអីបានវាលក់អត់ដាច់បានវាលក់មិនសូវដាច់ដូចមុនអញ្ចឹងណាវាមានកត្តាជាច្រើនដែលវាលក់អត់ដាច់កត្តាសេដ្ឋកិច្ចកត្តាអីផ្សេងៗប៉ុន្តែយើងយ៉ាងណាក៏ដោយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនត្រួតពិនិត្យបន្តិចយើងត្រួតពិនិត្យឡើងវិញសិនយើងកុំបន្ទោសមេឃបន្ទោសផ្កាយយើងត្រួតពិនិត្យសកម្មភាពជាក់ស្ដែងឬក៏អ្វីជាក់ស្ដែងនៅកន្លែងយើងទី1សូមបងប្អូនជាអ្នកលក់ជាម្ចាស់អាជីវកម្មហ្នឹងត្រួតពិនិត្យការរៀបចំផលិតផលយើងឡើងវិញបើសិនជាយើងលក់ជាម៉ាតជាកាត់ជាតូបជាហាងអីវាពាក្យពេញទៅការវិកខ្ចប់ពាក្យពេញនឹងការរៀបចំតាំងបង្ហាញទាក់ទងនឹងការធ្វើ marketing ឯផ្សេងអញ្ចឹងខ្ញុំប្រើពាក្យរួមមួយគឺការរៀបចំផលិតផលការរៀបចំផលិតផលដាក់តាំងបង្ហាញមិនដែរទាក់ទាញឬអត់ទីតាំងដែលយើងដាក់មិនដែរយើងពិនិត្យមើលឡើងវិញករណី service តើ service របស់យើងមានអីពិសេសថែមទេឬក៏អដែលទេវាមានអីអាប់ដេតថ្មីយើងមើលឡើងវិញអញ្ចឹងមុននឹងលក់ឲ្យដាច់តើអស្រីទទួលស្គាល់បន្តមកទៀតឆែកឡើងវិញត្រួតពិនិត្យឡើងវិញណាថាតើការរៀបចំផលិតផលសេវាកម្មរបស់យើងមិនដែរយើងរៀបចំបានល្អនៅទី2របៀបនៃការបង្ហាញអំពីផលិតផលអញ្ចឹងទាំងអ្នកលក់ទាំងយើងទាំងអីថាតើនៅពេលដែលយើងនិយាយពីផលិតផលនឹងទៅកាន់អ្នកដទៃទៅកាន់អតិថិជនទៅកាន់អតិថិជនស្រាប់អតិថិជនចាស់អតិថិជនថ្មីតើរបៀបនៃការបង្ហាញរបស់យើងមិនដែរឬក៏យើងនៅតែប្រើវិធីដដែលទេអញ្ចឹងតនេះខ្ញុំចង់ទាញចំណាប់អារម្មណ៍បងប្អូនជាអ្នកលក់ជាអ្នកកំពុងរៀនលក់ថាអតិថិជនគិតដូរចរិតលក្ខណៈពីមួយថ្ងៃទៅតាមសម័យកាលនិងយុគសម័យជាពិសេសសម័យឥឡូវ AI ទៀតអញ្ចឹងបច្ចេកវិទ្យាវាកាន់តែទំនើបធ្វើឲ្យគាត់ចង់បានអីកាន់តែលឿនគាត់បាន review គាត់បានមើលផលិតផលមុនអស់ហើយវាអាចដៃគូប្រជែងរបស់យើងអីផ្សេងៗអញ្ចឹងយើងទាំងអស់គ្នាត្រូវមកអង្គុយមើលឡើងវិញថារបៀបនៃការបង្ហាត់សំទោសការងារបង្ហាញក្រុមការងាររបៀបនិយាយទៅកាន់ភ្ញៀវរបស់យើងនៅពេលដែលយើងបង្ហាញពីផលិតផលសេវាកម្មរបស់យើងហ្នឹងមិនដែរយើងនៅដូចមុនទេឬក៏យើងមានអីច្នៃប្រឌិតជាងមុនអញ្ចឹងសារពីខ្ញុំចង់ឲ្យបណ្ឌិតហើយធ្វើការច្នៃប្រឌិតឲ្យខុសពីមុនហ្នឹងចំណុចទី2ដែលយើងគួរតែត្រួតពិនិត្យឲ្យបានល្អិតល្អន់ចំណុចទី3ចុងក្រោយការឆ្លើយតបរបស់ភ្ញៀវអញ្ចឹងនៅពេលដែលយើងបង្ហាញផលិតផលរបស់យើងនៅពេលដែលយើងដាក់តាំងបង្ហាញនៅពេលដែលបុគ្គលិករបស់យើងក្រុមការងាររបស់យើងឬក៏យើងខ្លួនឯងផ្ទាល់បង្ហាញផលិតផលអតិថិជនត្រូវពិនិត្យមើលការឆ្លើយតបរបស់អតិថិជនតែអតិថិជននិយាយថាម៉េចអំពីយីហោរបស់យើងអតិថិជននិយាយពីម៉េចពីសេវាកម្មរបស់យើងពីបុគ្គលិករបស់យើងពីក្រុមការងាររបស់យើងពីអត្ថប្រយោជន៍នៃផលិតផលរបស់យើងនឹងមិនដែរអញ្ចឹងទាក់ទងនឹង customer feedback នេះសំខាន់នៅពេលដែលបងប្អូនជាអ្នកលក់ជាអ្នកដឹកនាំឬអ្នកកំពុងរៀនអាជីពពិនិត្យឃើញចំណុចទាំង3នេះនឹងរកវិធីឃើញដោយងាយថាលក់មិនឲ្យដាច់អញ្ចឹងពិនិត្យរឿង3នេះយើងនឹងឃើញថាធ្វើម៉េចបានលក់ដាច់